ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ស៊ីនួននិទានរឿងនៅច្រកផ្លូវតូចមួយក្នុងខណ្ឌជាទីក្រុងមានផ្ទះចោលមួយឈរម្នាក់ឯងលេខផ្ទះគឺ13នាក់ក្នុងស្រុកគេនិយាយថាផ្ទះនោះមានព្រឹត្តិការណ៍ចម្លែកជាច្រើនក្រោយពីគ្រួសារម្នាក់ដែលស្នាក់នៅទីនោះបានស្លាប់ដោយអគ្គិភ័យយប់មួយក្នុងឆ្នាំ2012គ្រួសារនោះមានប្តីប្រពន្ធនិងកូនស្រីអាយុ9ឆ្នាំពេលភ្លើងឆេះគេនិយាយថាប្រពន្ធនិងកូនស្រីស្លាប់នៅជណ្ដើរផ្ទះខណៈប្តីស្លាប់នៅបន្ទប់គេងលើជាន់សាកសពទាំងអស់ត្រូវបានយកចេញមិនទាន់ពេញ24ម៉ោងផងស្រមោលខ្មោចបានចាប់ផ្ដើមលេចឡើងពេលវេលាចែកឆាកទៅឆ្នាំ2023បុរសវ័យកណ្ដាលឈ្មោះវិជាមកជួលផ្ទះនោះព្រោះតម្លៃក្រោមទីផ្សារច្រើនគាត់ជាអ្នកបច្ចេកវិទ្យាមិនជឿខ្មោចនឹងរឿងល្ងងទេយប់ដំបូងគាត់រៀបចំគេងក្នុងបន្ទប់ជាន់ទី1ម៉ោង11យប់វិជាចាប់ផ្ដើមស្ដាប់សំឡេងដូចមាននរណាជើងជ្រាបដើរលើជណ្ដាលគាត់គិតថាប្រហែលសត្វឬខ្យល់ប៉ុន្តែសំឡេងដើរនោះឆាប់នឹងចប់ត្រឹមជាន់លើម៉ោង12កន្លះកញ្ចក់កន្លែងជិតផ្ទះលាន់បែកខ្ទេចគាត់ចេញមើលក្រៅមិនឃើញអ្វីទេតែពេលងាកមកវិញគាត់ឃើញកូនស្រីម្នាក់នឹងសក់វែងស្មៅស្មោងឈរមើលគាត់ពីលើជណ្ដាលជាន់2គាត់គិតថាជាការស្រមៃនិងសម្លឹងទម្លាក់ភ្នែកទេថ្ងៃបន្ទាប់គាត់ផ្លាស់ទៅគេងជាន់ក្រោមបិទបង្អួចគ្រប់បន្ទប់តែយប់នោះវាហួសលើសល្មមក្រោមទ្វារបន្ទប់គេងចាក់ចូលនៅអណ្ដាតភ្លើងតូចដូចមានអ្នកចាំចូលពីក្រៅសំឡេងស្ត្រីច្រៀងចម្រៀងខ្មែរចាស់គេផ្កាចេកលំអងរំរៃស្ទឹងស្ទាកដូចមកពីជ្រុងផ្ទះវិជាបើកទ្វារប៉ុន្តែគ្មាននរណាតែពេលគាត់បិទទ្វារវិញនៅក្រោយគាត់គេសំឡេងក្មេងស្រីនិយាយថាអង្រុតចូលផ្ទះខ្ញុំសូមអង្រុតចូលវិជាបានគេចចេញពីផ្ទះយប់នោះទេព្រឹកថ្ងៃស្អែកគាត់ត្រឡប់ទៅយកសម្ភារៈនៅលើជញ្ជាំងជាន់2គាត់ឃើញពាក្យសរសេរដោយឈាមថាឯងជាជំនួសឪពុកខ្ញុំហើយបន្ទាប់មកវិជាឃើញអวัยวៈសាច់ខ្មៅដិតជាប់នៅសំពត់គេងរបស់គាត់និងតាមជញ្ជាំងការស៊ើបអង្កេតឃើញថាក្មេងស្រីនោះមិនដែលបានដុតស្លាប់ទេប៉ុន្តែត្រូវឪពុកខ្លួនឯងសម្លាប់ពីព្រោះគិតថាជាខ្មោចចាស់តើគ្រឿងឧបករណ៍បច្ចេកវិទ្យាអាចជួយចាប់ខ្មោចបានទេឬតើអ្នកគួរតែអាចទុកផ្ទះលេខ13ឲ្យស្ងៀមរឿងនេះបានដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសូមចុច Subscribe ដើម្បីទទួលបានរឿងថ្មី